ប្រសិនបើយើងចង់ឲ្យអាជីវកម្មឬការអភិវឌ្ឍខ្លួនរបស់យើងរីកចម្រើនខ្លាំងនៅឆ្នាំនេះយើងត្រូវចេះពាក្យគន្លឹះចំនួន3នេះមាន increasing sustaining agile ពាក្យទី1គឺ increasing ការកើនឡើង meaning growing expanding or becoming greater in size amount or degree over time គុំនៅមួយកន្លែងយើងត្រូវតែបន្តបង្កើនចំណេះដឹងជំនាញនិងប្រាក់ចំណូលរបស់យើងជារៀងរាល់ថ្ងៃ Example The company is focusing on increasing its monthly sales through social media marketing ទី2គឺ sustaining ការរក្សាឲ្យនៅដដែលឬការទ្រទ្រង់ meaning maintaining supporting or keeping something going at a steady level so it does not fail or stop ការរក្សាការគ្រប់គ្រងឬការរក្សាអ្វីមួយឲ្យដំណើរការទៅដោយស្ថិរភាពដើម្បីកុំឲ្យវាបរាជ័យឬឈប់ Example Eating a balanced breakfast is crucial for sustaining your energy levels throughout a long workday ការញ៉ាំអាហារពេលព្រឹកដែលមានតុល្យភាពគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរក្សាកម្រិតថាមពលរបស់អ្នកពេញមួយថ្ងៃធ្វើការដ៏វែងឆ្ងាយនិងទី3គឺ agile ភាពរហ័សរហួនឬការបត់បែន meaning able to move quickly and easily in business it means being flexible and adapting to changes rapidly អាចធ្វើចលនាបានយ៉ាងរហ័សនិងងាយស្រួលក្នុងអាជីវកម្មវាមានន័យថាអាចបត់បែនបាននិងសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស Example To survive in today's fast market businesses must be agile and adapt to new technology instantly ដើម្បីរស់រានមានជីវិតនៅក្នុងទីផ្សារដ៏លឿននាពេលបច្ចុប្បន្ននេះអាជីវកម្មត្រូវតែមានភាពរហ័សរហួននិងសម្របខ្លួនទៅនឹងបច្ចេកវិទ្យាភ្លាមៗតើចំណុចមួយណាដែលយើងត្រូវពង្រឹងជាងគេនៅពេលនេះ comment នៅខាងក្រោមហើយកុំភ្លេចចុច follow ដើម្បីទទួលបានគន្លឹះល្អៗបន្ថែមក្រុមហ៊ុនរបស់ Tech មានលក់កុំព្យូទ័រ laptop mini PC និងគ្រឿងសង្ហារិមជាច្រើនផ្សេងទៀតបើសិនជាបងប្អូនត្រូវការសូមទៅអ្នកនាំតាមវីដេអូខាងក្រោមនេះសូមអរគុណសម្រាប់ការទស្សនា